200នៃព្រំប្រទានយោងតាម website អគ្គស្នងការដ្ឋាននគរបាលជាតិបានដឹងថាអង្គការថោងសារ៉ាត់ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការដែលចោទប្រកាន់ពីបទផ្ដាំគំនិតក្នុងអំពើឃាតកម្មកតុកជាមុនតាមមាត្រា 28 និង 200 នៃក្រមព្រំប្រទានដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងការបញ្ជាឲ្យអង្គរៈបាញ់សម្លាប់លោកអុកញ៉ាអឹងបញ្ជឺកាលពីវេលាម៉ោង 7 យប់ថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2014 ចានៅខណ្ឌចំការមនរាជធានីភ្នំពេញយោងតាមមាត្រា 200 នៃក្រមព្រំប្រទានចែងថាឃាតកម្មកិត្តទុកជាមុនគឺអំពើសម្លាប់មនុស្សដោយចេតនាកិត្តទុកជាមុនឬដោយការពួនស្ទះឃាតកម្មកិត្តទុកជាមុនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតយ៉ាងណាក្តីលោកអុកញ៉ាថោងសារ៉ាត់បានបញ្ចេញវីដេអូឃ្លីបជាច្រើនលើកច្រើនសារដោយបដិសេធលើការសម្លាប់អុកញ៉ាអឹងបញ្ជឺនិងស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីផងដែរសូមរំលឹកថាអុកញ៉ាថោងសារ៉ាត់ត្រូវបានចោទប្រកាន់ថាជាមេខ្លោងសម្រាប់អុកញ៉ាអឹងបញ្ជឺកាលពីចុងឆ្នាំ 2014 បន្ទាប់មកលោកបានរត់គេចខ្លួនអស់មួយរយៈធំប៉ុន្តែកាលពីថ្ងៃទី 16 ខែមេសានេះអុកញ៉ាថោងសារ៉ាត់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តស្វាយរៀងក្បែរព្រំប្រទល់ប្រទេសវៀតណាមហើយបញ្ជូនខ្លួនមកសាកសួរនៅសាលាដំបងរាជធានីភ្នំពេញក្រោយមកចៅក្រមសាកសួរនៃសាលាដំបងរាជធានីភ្នំពេញលោកលីសុកលេងបានសម្រេចបញ្ជូនអុកញ៉ាថោងសារ៉ាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសរដោយចោទពីបទព្រួយផ្ដាំគំនិតក្នុងអំពើឃាតកម្មកិត្តទុកជាមុននិងប្រើប្រាស់អាវុធខុសច្បាប់បាទចាប់បានណាចាចាប់បានកាលពីថ្ងៃទី 16 បាទចំចូលឆ្នាំបាទពងថ្ងៃចូលឆ្នាំណាចាព្រោះយើង14 15 16ចាតែចង់បានមុខដល់ពេលគេថតឲ្យឃើញមុខយកកណាត់សក្របហើយរឿងកណាត់សនេះមិនបាច់ក្របទេគង់តែគេក្របឲ្យទេចាព្រោះយើងធ្វើអំពើខុសច្បាប់អត់ទេតែមិនខុសក៏ដោយតែត្រូវគង់តែគេក្របឲ្យទេកណាត់សនេះនោះបើឥឡូវគាត់ក្របតាំងពីគាត់នៅរស់ទៅហើយចាបាទហើយខំប្រឹងធ្វើបរិយមកកណោមចង់នៅក្នុងបរិយបើចង់នៅក្នុងគុកចាយ៉ាងមិនថាមិនប្រកាសថាណែឲ្យតែមានសិតតែត្រូវទាំងអស់ហ្នឹងណាច្បាប់ធ្វើចឹងចាច្បាប់ធ្វើចឹងស៊ើបអង្កេតតាមដានហើយផ្ដល់នៅយុត្តិធម៌ចាបាទកុំឲ្យណែប្រជាពលរដ្ឋមើលឃើញច្បាប់នឹងមានភាពកំសោយបាទចាកាលណាអនុវត្តច្បាប់មានប្រសិទ្ធភាពអ្នកណាក៏ត្រូវគោរពច្បាប់ដែរព្រោះមនុស្សនៅក្រោមច្បាប់គេថាមនុស្សអ្នកបង្កើតសង្គមចាឯសង្គមជាអ្នក